តើអ្នកទាំងអស់គ្នាមករៀនចាក់ Star Capybara ជាមួយខ្ញុំទាំងអស់គ្នាសម្រាប់ការចាក់ដំបងអ្នកទាំងអស់គ្នាត្រូវធ្វើជា Magic Ring នៅក្នុង Magic Ring នេះអ្នកទាំងអស់គ្នាត្រូវចាក់10បោះ crochet ចំនួន10ឬក៏បងមួយចំនួនដែរតែតែស្គាល់ថាជាបកគោលបងខ្ពស់សម្រាប់ការចាក់អ្នកទាំងអស់គ្នាគ្រាន់តែបតៈហើយទាញវាឡើងបតៈហើយទាញវាឡើងប៉ុណ្ណោះឯងរួចមកគឺយើងចាប់ផ្ដើមចាក់ចំនួន10រួចរាល់គឺយើងចាប់ផ្ដើមបដូរពណ៌អំបោះដើម្បីឡើងចូលដល់ជុំទី2សម្រាប់ការដូរពណ៌អំបោះអ្នកនរគ្នាអាចប្រើរៀងពណ៌ស្រាលជាងខ្ញុំក៏បានដិតជាងខ្ញុំក៏បានដែរតាមចំណង់ចំណូលចិត្តអញ្ចឹងនៅពេលដែលយើងបដូរយើងចាប់ផ្ដើមផ្ចិតមុខមួយសិនហើយយើងទាញកន្ទុយអំបោះពណ៌ចាស់យើងចេញហើយយើងចាប់ផ្ដើមចាក់កន្ទុយកណ្ដុរចំនួន2ហើយយើងចាប់ផ្ដើមចាក់បង្គោលរបងខ្ពស់ចំនួន2នៅក្នុងរន្ធតែមួយដែលយើងអាចនិយាយថា10 crochet increase អ្នកទាំងអស់គ្នាត្រូវធ្វើរបៀបនេះរហូតដល់ចប់ជុំទី2នៅពេលដែលយើងចប់ជុំទី2អ្នកទាំងអស់គ្នាកុំភ្លេចផ្ចិតមុខឲ្យសោះណាការផ្ចិតមុខនេះគឺមានថាការបញ្ចប់ជុំឥឡូវនេះគឺយើងចាប់ផ្ដើមចូលដល់ជុំទី3សម្រាប់ជុំទី3ដំបូងគឺយើងត្រូវចាក់កន្ទុយកណ្ដុរចំនួន2បន្ទាប់មកគឺយើងត្រូវចាក់10 crochet នៅក្នុងរន្ធតែមួយចំនួន2ដងហើយចូលរន្ធទី2គឺយើងត្រូវចាក់បង្គោលរបងខ្ពស់ឬក៏10 crochet ហ្នឹងតែមួយទេដែលយើងអាចចំណាំថា10 crochet increase and then 10 crochet យើងធ្វើរបៀបនេះរហូតដល់ចប់ជុំហើយយើងចាប់ផ្ដើមទាញវាទៅយើងនឹងចូលទៅដល់ជុំទី4តែសម្រាប់ជុំទី4យើងជួបគ្នានៅវីដេអូក្រោយ